ចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរទៅដល់អាយឧត្តមលោកជំទាវលោកសាស្ត្រាចារ្យដែលជាគណៈកម្មការជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូជាទីគោរពនាងខ្ញុំឈ្មោះរ៉នលីសាជាសិស្សនៃវិទ្យាល័យហ៊ុនសែនក្រុងទេពនិមិត្តបៃលិនថ្ងៃនេះដែរនាងខ្ញុំបានលើកយកកំណាព្យមួយបទដែលមានចំណងជើងថាគ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសម្បនិមិត្តជាកំណាព្យបទពាក្យ7សូត្របែបមេត្រីបាដែលនិពន្ធឡើងដោយលោកគ្រូសំសុកសានសូមរីករាយស្ដាប់ដូចតទៅគ្រូជីគ្រឿងតែកផ្នែកអប់រំគ្រូប្រឹងប្រែងផ្គុំផ្ដុំចំណេះផ្ទេផ្ទោពុតធិញអើយសឹងចេះជំនាញចំណេះចេះនឹងណោគ្រូសូបនថែមគុណនឹងវុតវិញជាមមុតគុណចំហបាំងចាយវិញជាប្រឹងជ្រែកត្រគ្រូផ្ទេបន្តងដល់សឹងប៉ាត់អើយអ្នកវីនុងវត្តស្ទាត់ក្នុងខ្លួនមុខមុតមួនពួនគំនិតមានវិញធីសាំងច្បាំងប្រណិតជាថ្នាលបណ្ឌិតណានៃសង្សារគ្រូឆ្លាតសង្វាតអោហាតស្វ័យវិញជាថ្មងថ្មីលៃសង្សារផ្នែកឌីជីថលយល់ច្បាំងការដើម្បីរដ្ឋថាងភ្លឺថ្លាប
របៀនថ្មីស្រាវជ្រាវលោកលីឆ្នៃប្រឌិតពីបញ្ញសំបាំងនិញមិត្តវិញជាល្អពិតណាងមិត្តអេអាយចាសូមអរគុណ